យើងមើលរូបភាពដើម្បីកោះរបស់ឧបករណ៍ដ៏ធំមួយបានគឺយើងត្រូវការកំណល់ដែលរឹងមាំដែលធំដែលមិនទន់ជ្រាយគឺជា attitude ដែលល្អ attitude ដែលវិជ្ជមាន attitude ដែលប្រកបទៅដោយសុភវិនិច្ឆ័យណាគឺជាដួងកែវកំណើតដែលបង្កប់នៅសារជាតិល្អពិតប្រាកដមិនមែនជាសារជាតិល្អតែសម្បកក្រៅនឹងគឺជា attitude ហើយមួយទៀតគ្រាន់តែមានកំណល់ក៏មិនគ្រប់គ្រាន់ទេយើងត្រូវការដងខ្ទាស់ដើម្បីដងខ្នោះដើម្បីយើងអាចកោះបានណាអញ្ចឹងដងខ្នោះហ្នឹងគឺជា competence ណាគឺជាសមត្ថភាពគឺជាចំណេះដឹងគឺជាបទពិសោធន៍អញ្ចឹងតើតែមានសមត្ថភាពពិតប្រាកដព្រោះដងខ្នោះកាលណាតែវាទន់ទៅយើងកោះទៅវាអាចទន់ទៅផ្លេកផ្លាក់មិនអញ្ចឹងទេកាលណាវាទន់ទៅផ្លេកផ្លាក់យើងកោះមិនបានទៅបីកំណល់រឹងមាំក៏ដោយព្រោះលទ្ធផលការងារឧបករណ៍ហ្នឹងវាធ្ងន់វាធំអញ្ចឹងបើដងខ្នោះវាទន់ជ្រាយយើងកោះវាអត់ឡើងដូចគ្នាណាមានតែកំណល់មានតែដងខ្នោះក៏វាមិនគ្រប់គ្រាន់ដែរតើតែមានកម្លាំងសង្កត់ហ្នឹងគឺជា effort ណាគឺជាការប្រឹងប្រែងធ្វើឲ្យធ្វើទៀតធ្វើមិនចេះក៏មិនឈប់ដែរនៅតែធ្វើទៀតណាអរគុណអញ្ចឹងយើងត្រូវមាន effort អញ្ចឹងកាលណាមានកំណល់រឹងមាំមានដងខ្នោះមានកំណល់វិជ្ជមានមានកំណល់ល្អមាន attitude ល្អមានដងខ្នោះរឹងមាំមានសមត្ថភាពពិតប្រាកដត្រូវការឲ្យមានការធ្វើការព្យាយាមននាលតស៊ូនឹងប្រឹងប្រែងធ្វើការមិនចេះឈប់ណាអញ្ចឹងកាលណាយើងដាក់កម្លាំងសង្កត់ទៅយើងប្រឹងកោះទៅទើបយើងអាច create យើងអាច produce យើងអាចសម្រេចលទ្ធផលការងារបានណាសរុបមកវិញដើម្បីឲ្យមានលទ្ធផលការងារយើងត្រូវមាន good attitude ត្រូវមាន professional competence យើងត្រូវមាន strong effort អរគុណច្រើន